ជំរាបសួរជាដំបូងនាងខ្ញុំសូមណែនាំខ្លួនជាមុនសិននាងខ្ញុំឈ្មោះខុនចន្ទនមកពីភូមិចំធំឃុំកោះស្នែងស្រុកវ៉ៃអូស្វាយសែនជ័យខេត្តស្ទឹងត្រែងបច្ចុប្បន្ននេះនាងខ្ញុំបានបញ្ចប់ការសិក្សារួចមកហើយក៏ខ្ញុំបានបន្តការសិក្សានៅថ្នាក់សាកលវិទ្យាល័យដែលរាល់ថ្ងៃនេះគឺខ្ញុំរៀនជំនាញរដ្ឋបាលសាធារណៈក្នុងថ្ងៃនេះដែរខ្ញុំពិតជាមានមោទនភាពណាស់ដែលខ្ញុំបានចូលរួមក្នុងកម្មវិធីបោះជំរំយុវជនក្រមប្រធានបទដែលមានចំណងជើងថាអ្នកយុវជនអ្នកបន្តវេនការពារធនធានធម្មជាតិជីវៈចម្រុះដើម្បីពិភពលោកសម្រាប់ខ្ញុំផ្ទាល់ដែលចូលរួមនៅក្នុងកម្មវិធីបោះជំរំរយៈពេល3យប់4ថ្ងៃនេះគឺខ្ញុំពិតជាមានមោទនភាពហើយនិងសោមនស្សយ៉ាងខ្លាំងដោយសារតែការចូលរួមក្នុងកម្មវិធីទាំងអស់នេះគឺបានលើកស្ទួយនិងស្រាវជ្រាវរកចំណេះដឹងផ្សេងៗដែលខ្ញុំមិនធ្លាប់ជួបពីមុនមកហើយក៏បានជួបប្រទះនៅពលិថាភាពសប្បាយអ៊ូអរជាច្រើននៅក្នុងកម្មវិធីនេះទាំងមូលផងដែរជាចុងក្រោយនាងខ្ញុំសូមអរគុណដល់អង្គការពន្លឺនៃក្តីសង្ឃឹមដែលបានលើកកម្មវិធីនេះឡើងដែលមានចូលរួមចំនួន3ខេត្តដូចជាខេត្តកំពង់ធំព្រះវិហារនិងស្ទឹងត្រែងហើយក្នុងនោះដែរមានសមាជិកចូលរួមជាច្រើនកុះកចុងក្រោយនាងខ្ញុំពិតជាចង់លើកទឹកចិត្តឲ្យយុវជនអ្នកបន្តវេនចំនួនក្រោយឲ្យបានចូលរួមនៅក្នុងអង្គការនេះឲ្យបានច្រើនកុះកព្រោះអង្គការនេះគឺជាផ្នែកមួយក្នុងការផ្ដល់ចំណេះដឹងឲ្យពួកយើងទាំងអស់គ្នាផងដែរហើយជាមួយគ្នានេះផងដែរគឺណែនាំឲ្យយុវជនចំនួនក្រោយចូលរួមការពារធនធានធម្មជាតិរបស់យើងឲ្យបានគង់វង្សយូរអង្វែងតទៅរហូតជម្រាបលា